បាទសូមជម្រាបសួរអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាបាទអញ្ចឹងជួបជាមួយលោកគ្រូទីតបាទតកតងទៅនឹងការរៀនវេយ្យាករណ៍របស់យើងបាទថ្ងៃនេះលោកគ្រូនឹងលើកយកបង្ហាញអំពីវេយ្យាករណ៍មួយចំណុចបាទនៅក្នុងសៀវភៅ Grammar Understanding បាទនៅក្នុង6.1 នេះបាទគឺតកតងទៅនឹង the spelling of ing and ed forms បាទចំពោះអ្នកសិក្សាវេយ្យាករណ៍ភាសាអង់គ្លេសមួយចំនួនគាត់បានដឹងហើយក៏ប៉ុន្តែនៅមួយចំនួនទៀតដែលគាត់ទើបតែចាប់ផ្ដើមរៀនភាសាអង់គ្លេសដែលគាត់មិនទាន់បានយល់ច្បាស់ទៅលើការបន្ថែមទម្រង់ ing ហើយនិង ed ទៅលើគេស័ព្ទនោះយើងអាចមើលវីដេអូនេះបានបាទអញ្ចឹងគឺកុំឲ្យយើងខាតពេលបាទសម្រាប់អ្នកសិក្សាទាំងអស់បាទឥឡូវយើងចាប់ផ្ដើមតែម្ដងបាទអញ្ចឹងយើងមើលទី1បាទគេដាក់ទី1ទៅនេះបាទត្រង់កន្លែងនេះគេដាក់ថា one the verbs that end in a consonant and e បាទអញ្ចឹងគេថាគឺជាគេស័ព្ទដែលបញ្ចប់ដោយconsonant គឺផ្ចេញជំនះបាទបញ្ចប់ដោយផ្ចេញជំនះមួយបាទហើយនឹងអក្សរ e បាទអញ្ចឹងកាលណាកិច្ចស័ព្ទរបស់យើងដែលបញ្ចប់ដោយផ្ចេញជំនះហើយបូកជាមួយនឹង e មានន័យអញ្ចឹងណាបាទអាហ្នឹងមានន័យថាគឺនៅពេលដែលយើងថែមឧទាហរណ៍ថាកិច្ចស័ព្ទ hopes បាទនៅក្នុង a នេះនៅក្នុងក្លន a នេះបាទគេនេះ hopes បាទ hope នេះយើងមើលឃើញអក្សរ p បាទ p នេះគឺសំដៅទៅលើ consonant ហើយ e នេះគឺសំដៅនេះ e ខាងចុងនេះណាអញ្ចឹងកាលណាគេស័ព្ទហ្នឹងគឺបញ្ចប់ដោយផ្ចេញជំនះមួយហើយមានអក្សរ e មួយចេះបាទនៅពេលដែលយើងថែម ed ឬក៏ថែម ing បាទយើងចាំបាច់ទៅធ្វើអីគេបាទយើងត្រូវ drop បាទយើងត្រូវលុបបាទលុប e នឹងចេញមួយទៅចាំយើងថែម ing អញ្ចឹងទៅជា hope pink ឃើញទៅនេះមាន e ឯងបាទក៏អត់មានដែរបាទចំពោះថែម ed វិញយើងថែមតែ d ទេបាទយើងថែម d ចូលបាទអញ្ចឹងចំពោះថែម ing យើងលុប drop e ចេញទៅលុប e ចេញមិនដែរចំពោះ ed គឺយើងថែមតែ d តែម្ដងដោយសារវាមាន d អក្សរ d រួចហើយណាដូចនេះដែរនៅពាក្យមួយទៀតគឺពាក្យ date បាទ date បាទអក្សរ t នេះគឺជា consonant ហើយ e នេះគឺជា e របស់យើងបាទអញ្ចឹងមាន e មួយហ្នឹងណាអញ្ចឹងទៅថែម ing ទៅជា dating បាទហើយទៅជាថែម ed នោះទៅជា dated បាទ injure បាទ injure ទៅជា injuring injured ឃើញទេបាទនេះ e របស់យើងបាទអានេះក្នុងនេះអត់មាន e ទេណាបាទអញ្ចឹងកាលណាអានេះគឺមាន d បាទដោយសារវាមាន e រួចហើយបាទហ្នឹងចំពោះចំណុចទី1បាទគឺគេស័ព្ទដែលបញ្ចប់ដោយផ្ចេញជំនះបូកនឹង e មួយហ្នឹងគឺពេលយើងថែម ed គឺយើងថែមទៅ d ទេប៉ុន្តែនៅពេលយើងថែម ing គឺយើងទៅលុប e ជាមួយបាទនេះឧទាហរណ៍គេប្រាប់នេះគេថាគឺជាចំណុចសំខាន់ណាកន្លែងនេះគឺជាចំណុចសំខាន់គឺជាទ្រឹស្ដីមួយហៅទ្រឹស្ដីបត់ណាបាទសម្រាប់ឲ្យយើងយល់បាទឲ្យយើងចាំបាទហេតុអីបានយើងត្រូវសិក្សាទៅលើទម្រង់បែបហ្នឹងដោយសារតែនៅពេលយើងសរសេរឬពេលដែលយើងនិយាយពេលខ្លះយើងត្រូវផ្លាស់ប្ដូរទម្រង់នៃគេស័ព្ទរបស់យើងទៅតាមតួនាទីរបស់វានៅក្នុងប្រយោគបាទភាសាអង់គ្លេសរបស់យើងនេះគេដូចខ្ញុំបានបង្ហាញអញ្ចឹងគេថា if the word end in is drop the e and add ing ed form if the verb end in a consonant and e just add d បាទហ្នឹងយល់ហើយណាថែមតែ d ទេអានេះគឺយើងថែម ing ប៉ុន្តែទៅ drop e ចេញហើយចំពោះករណីទី1ណាបាទចំពោះករណីទី2បាទករណីទី2គេថា verb that end in a vowels
and a consonant អូខេករណីទី2នេះគេថាបើសិនជាគេស័ព្ទហ្នឹងគឺបញ្ចប់ដោយស្រៈវិញបាទ vowel ស្រៈហើយ consonant នេះគឺផ្ចេញជាអ្នកវិញបាទអញ្ចឹងបើសិនជាបញ្ចប់ដោយស្រៈហើយនឹងផ្ចេញជាអ្នកនោះតើយើងត្រូវធ្វើយ៉ាងម៉េចបាទយើងមើលណាហើយនេះមាន2ចំណុចគឺមាន B ហើយនិង C បាទ B និង C នេះយើងមើលគេថា one syllable verbs បាទ one syllable verbs មានន័យថាគឺជាប្រភេទគេស័ព្ទដែលមានតែមួយព្យាង្គទេឧទាហរណ៍ពាក្យ stop អូខេតែមួយព្យាង្គទេ rob បាទ bake បាទតែមួយព្យាង្គទេណាបាទអញ្ចឹងបើសិនជាគេស័ព្ទហ្នឹងដូចនៅក្នុងប្រភេទក្រុម B អញ្ចឹងមានតែមួយព្យាង្គបែបនេះអញ្ចឹងនៅពេលដែលយើងថែម ing ចូលទៅបើយើង complete ណាយើង complete គឺយើងត្រូវ double បាទត្រូវដាក់ផ្ចេញជាអ្នករបស់យើងហ្នឹងឲ្យបាន2សិនណាដើម្បីមុននឹងគឺថាថែម ing ឧទាហរណ៍ stopping robbing baking អូខេនេះគឺ P2 បាទ2បាទដូចគ្នាដែរគឺថែម ed ដូចគ្នាដែរគឺយើងត្រូវ double p ហ្នឹងទៅ double consonant របស់យើងបាន2សិនមកបាទចាំយើងថែម ed បាទអាហ្នឹងចំពោះគេស័ព្ទដែលមានផ្សេងជាអ្នកណាបូកជាមួយនឹង consonant ប៉ុន្តែជាមួយនឹងមិនផ្សេងជាអ្នកហៅស្រៈបាទស្រៈបូកជាមួយនឹងផ្សេងជាអ្នកបាទផ្សេងជាអ្នកអញ្ចឹង vowels របស់យើងគឺ o នេះឯងណាបាទហើយ consonant របស់យើងគឺ p នេះឯងបាទចុះខាងក្រោមនេះវិញវាមានតែមួយព្យាង្គដែរប៉ុន្តែពេលថែម ing ហេតុអីយើងមិនdouble consonant ទៅឧទាហរណ៍ថាពាក្យ rains បាទ full trim ឃើញគេយើងថែម n នេះជា raining falling dreaming មិនក៏យើងមិនដាក់ n នេះ2 l នេះ2ឬក៏ n នេះ2ដោយសារតែពាក្យ rain នេះវាតែជាប្រភេទ one syllable verb មែនក៏ប៉ុន្តែឃើញវាមានក្នុងហ្នឹងប្រឡោះហ្នឹងមាន vowels 2បាទឃើញស្រៈមាន2ណា a1 i1 អញ្ចឹងកាលណាមាន vowel ឬក៏ស្រៈ2បូកជាមួយនឹងផ្ចេញជាអ្នក consonant របស់យើងមួយនេះអាហ្នឹងគឺយើងគ្រាន់តែថែម ing តែប៉ុណ្ណោះបាទដូចគ្នាដែរគឺយើងថែមតែ ed តែម្ដងបាទដោយយើងមិនចាំបាច់ដាក់ consonant ឲ្យបាន2ទេចឹងដូចខាងកន្លងខាងនេះគេរៀបរាប់ចឹងថាបើសិនជា one vowels ទៅជា two consonant one vowel two consonant មានថានេះ one នេះvowel របស់យើងមួយហ្នឹងអញ្ចឹងដាក់ថែម g ឬក៏ ed គឺទៅមាន2ទៅដាក់ឲ្យបាន2 consonant បាទប៉ុន្តែបើសិនជាវា2វិញបាទបើសិនជា two vowel វិញconsonant ទៅជាមួយវិញបាទហ្នឹងគឺងាយស្រួលចំណាំបាទហើយចំពោះក្នុងការថែម ing ការថែម ing ឬក៏ ed ហ្នឹងចំពោះគេស័ព្ទដែលមាន2ព្យាង្គវិញគេថា two syllable verbs បាទចំពោះ2ព្យាង្គវិញអានេះយើងផ្ដោតទៅលើ stress វាបាទ stress ពីភាសាអង់គ្លេសចាប់ពី2ព្យាង្គទៅគឺយើងត្រូវធ្វើការសង្កត់សំឡេងបាទ stress ហ្នឹងគឺសង្កត់សំឡេងបាទសង្កត់សំឡេងបែបម៉េចបាទគឺយើងទៅសង្កត់សំឡេងឧទាហរណ៍ថាពាក្យ listen បាទ listen យើងអាន list យើងឮជាងដែលឲ្យខ្លាំងមកហើយ listen បាទ listen នេះគឺ stress នៅព្យាង្គទី1អញ្ចឹងកាលណានេះ first syllable stress បាទគឺនៅពេលយើងថែម ing ឬក៏ថែម ed គឺយើងមិនចាំបាច់ដាក់ consonant ឲ្យបាន2ទីណាគឺយើងថែម ing យកតែម្ដងដូចជាពាក្យ offer អីបាទ offer គឺ stress នៅព្យាង្គទី1 open បាទ stress នៅព្យាង្គទី1អញ្ចឹងគឺសេចក្ដីនេះ listening offering opening គេសុទ្ធតែ stress នៅព្យាង្គទី1វា2ព្យាង្គប៉ុន្តែ stress នៅព្យាង្គទី1
គឺយើងមិនចាំបាច់ consonant ទេមិនចាំបាច់ double consonant ទេប៉ុន្តែនៅពេលដែលគេសពដែលមានពីរព្យាង្គហើយវាស្ថិតនៅព្យាង្គទី2ដូចជា begin គេយើងអាន begin ហ្នឹងខ្លាំងជាងបាទ begin ទៅជា beginning ទេវាមានពីរណាអានេះទៅខ្ទង់ទី3គឺថាវាជា began បាទដោយសារវាជាប្រភេទ irregular verb បាទ prefer បាទ preferring ឃើញទេវាស្ថិតនៅព្យាង្គទី2អញ្ចឹងកាលណាវា two syllable stress អញ្ចឹងវាទៅជា two consonant ដែរ control បើយើងអាន control ជា controlling ឃើញទេ control preferred បាទសង្ឃឹមអស់នេះយល់ណាអាហ្នឹងគឺគេផ្ដោតទៅលើ stress បាទ stress ក៏សង្កត់សំឡេងអញ្ចឹងយើងធ្វើម៉េចបានដឹងថាពាក្យហ្នឹងសង្កត់សំឡេងបាទយើងត្រូវមើលទៅលើ phonetic symbol របស់គេណាបាទគេដាក់សញ្ញានេះដាក់សញ្ញាកន្លែងនេះណាសញ្ញាហ្នឹងគឺសម្រាប់សង្កត់សំឡេងឲ្យទៅពាក្យហ្នឹងឯងបាទនេះមួយទៀតណាសម្រាប់សង្កត់ក្នុងការសង្កត់សំឡេងបាទសញ្ញាបតក់មួយខាងលើហ្នឹងហ្នឹងគឺត្រូវបញ្ចេញសំឡេងឲ្យរាងធ្ងន់បន្តិចបាទរាងលឿនបន្តិចបាទ begin listen ករណីទី3បាទករណីទី3របស់យើងគឺ verb that end in two consonants បាទគឺជាប្រភេទគេសត្វដែលបញ្ចប់ដោយនៅក្នុងផ្សេងជាអ្នកយើង2វិញបើសិនជាផ្សេងជាអ្នក2មិនដូចពាក្យ start ឃើញ2ឯងមាន a 1 and t 1បាទ fold l and d បាទ demand and d បាទសិនសុទ្ធតែបញ្ចប់ដោយផ្សេងជាអ្នក2បើផ្សេងជាអ្នក2ដូចនេះបាទគឺអត់ពិបាកទេបាទគឺថែម ing យកតែម្ដងណាបាទថែម ing ថែម ed តែម្ដងបាទនេះគេថា the words that end in two consonants just add the ending បាទគឺគាត់តែបន្ថែមទៅឲ្យវាដើម្បីបានតែម្ដងណាបាទចំពោះករណីទី4បាទគឺជាប្រភេទគេសព្ទដែលបញ្ចប់ដោយត្រឹមអក្សរ y បាទ verb that end in y បាទនៅក្នុងហ្នឹងមាន2ចំណុចគឺជាពាក្យ enjoys បាទគឺមានy បាទ pray buy បាទសប្បាយហើយកាលនេះ y ដែរបាទ y ដែរប៉ុន្តែអា g និង h ហ្នឹងខុសគ្នាបន្តិចត្រង់ថាអានេះនៅពីមុខ y មាន o បាទ o នេះគឺជា vowel គឺជាផ្សេងជាអ្នកអញ្ចឹងកាលណាមានផ្សេងជាអ្នកបូកជាមួយ y អញ្ចឹងបាទហ្នឹងគឺយើងថែម ing និង ed ហ្នឹងតែម្ដងណាយើងមិនចាំបាច់ធ្វើការផ្លាស់ប្ដូរអីទេអញ្ចឹង enjoy បាទ enjoy បាទ enjoy អាហ្នឹងយើងធ្វើបែបហ្នឹងណា pray praying pray buy buying bought បាទ bought នេះគឺថាវាជា irregular verb បាទពាក្យ study បាទ study នេះមានភ្ជាប់ដោយ y ប៉ុន្តែនៅពីមុខ study មានអក្សរ d បាទអក្សរ d នេះគឺសំដៅទៅលើ consonant បាទគឺជាផ្សេងជាអ្នកអញ្ចឹងមុននឹងថែម i បាទនឹងការថែមing គឺយើងថែមតែម្ដងក៏ប៉ុន្តែបើថែមនៅពេលដែលយើងថែម ed គឺយើងទៅបដូរ y សិនណានេះបដូរ y មួយហ្នឹងទៅជា i ហើយចាំយើងថែម ed តាមក្រោយបាទបើថែម ing យើងថែមតែម្ដងមិនដែលបើសិនជា ed ក៏យើងផ្លាស់ប្ដូរ y បន្តិចទៅបាទទៅជា i ទៅចាំយើងថែម ed បាទគ្រប់គ្នាទាំងអស់ណាចំពោះគេស័ព្ទដែលបញ្ចប់ដោយផ្សេងជាអ្នកបូកជាមួយ y ហ្នឹងបើសិនជាស្រៈបូកជាមួយ y យើងថែមតែម្ដងបាទសង្ឃឹមយើងយល់ហើយនេះគេបញ្យល់បន្ថែមថា if y is preceded by a vowel keep the y បើសិនជា y ហ្នឹងនៅបន្តដោយvowel ជាមួយនឹងស្រៈរបស់យើងបាទគឺយើងរក្សា y នឹងដដែល if y is preceded by a consonant ing form keep the y and add ing ed form change y to I and that add ed បាទចឹងនេះយើងយល់ហើយណា
បាទឡែហ្នឹងបាទមានប្រសិនបើ wine បន្តដោយផ្សេងជាអ្នកបាទអញ្ចឹងយើងមើលដែរណាថែមវាថែម ing ទម្រង់ ing គឺរក្សា y ហើយយើងថែម ing ទៅបើសិនជាក្នុងទម្រង់ ed គឺយើងទៅបដូរ y នេះ change ទៅនេះគេថា change បើ y ទៅ i បាទហើយចាំថែម ed បាទចំពោះករណីទី5បាទករណីទី5នេះគឺជា verb ដែលបញ្ចប់ដោយត្រឹមអក្សរ i បាទ ie បាទ ie នេះគឺយើងមើលនៅពេលដែលយើងផ្លាស់ប្ដូរយើងនៅពេលដែលយើងថែម ing ឲ្យវាយកយើងត្រូវបដូរនេះ ie ហ្នឹងឲ្យទៅជាអក្សរ y សិនបាទឃើញទៅជាអក្សរ y ហើយចាំយើងថែម ing នៅពេលថែម ed គឺយើងថែមតែ d តែម្ដងអាហ្នឹងចំពោះគេស័ព្ទដែលបញ្ចប់ដោយ ie បាទដូចជា die dying died lie lying died ណានេះគឺជាការបញ្យល់របស់គេបាទឃើញទេគេឲ្យយើង ing ហ្នឹងគឺយើងបដូរបាទពី ie នេះទៅជា y ហើយថែម ing នេះថែមតែ d ទេនេះគឺជា exception ក្នុងករណីលើកលែងគេថាប្រសិនបើគេស័ព្ទបញ្ចប់ដោយ ep បាទ ep នេះគឺ final e is not drop បាទ e ចុងក្រោយគេហ្នឹងគឺអត់លុបចេញទេគឺថែម ing តែម្ដងដូចជាពាក្យ seeing agreeing care freeing freeing បាទហើយករណីលើកលែងដែរជាមួយនឹង w ហើយនឹង x គឺយើងអត់ធ្វើការdouble វាទេអត់ធ្វើការ double consonant w ហើយនឹង x ទេដូចជាពាក្យ floor បាទថែម ed តែម្ដង floor fix បាទគឺយើងមិនបន្ថែមឲ្យគេតួអក្សរពីរនឹងទេណាគឺ w ហើយនឹង x បាទព្រោះវាបញ្ចប់ដោយស្រៈបូកជាមួយនឹងផ្សេងជាអ្នកដែរណាបាទដូចក្នុងករណីមួយនេះបាទឃើញទេអានេះស្រៈអានឹងផ្សេងជាអ្នកយើងថែមបណ្ដោយបើសិនជាស្រៈជាមួយនឹង w ហើយនឹង x គឺយើងអត់ធ្វើការបន្ថែមវាទេបាទបន្ថែមផ្សេងជាអ្នកនោះទេបាទនេះគឺមានរបស់គ្រូមានប៉ុណ្ណឹងតើតើនឹងការបន្ថែមing ហើយនឹង ed បាទគ្រូមានប៉ុណ្ណឹងទេបាទចឹងសូមអរគុណច្រើនសូមជម្រាបលាបាទ